សួស្តីបងខ្ញុំមានរថយន្ត Isuzu ឆ្នាំផលិត2023មួយតោនកន្លះឡាននេះបើនិយាយពីភាពភាគបងប្អូនមើលទៅគឺទើបតែយកទៅប្រើប្រាស់ទេហើយយើងមើលសាច់ឈាមខាងក្រៅទៅវានៅ 90% ជាងហ្នឹងបងណាអញ្ចឹងបងដែលចង់បានឡានមួយតោនកន្លះប្រភេទទូកកអាចតំណែងមកណាយើងបញ្ចេញបន្ទាន់មួយគ្រឿងនេះគឺចង់បញ្ចេញបន្ទាន់ម្ដងហើយបងដែលចង់បានឡានថ្មីប្រភេទឡានដឹកយើងមានបងរំលោះណាយើងមានបងរំលោះបងចូលរួមត្រឹមតែ30ឬក៏20%អាចបងរំលោះបានហើយយើងមានក្បាលសាក់ស៊ីណាមួយតោនកន្លះរហូតដល់5តោនហើយមួយគ្រឿងនេះយើងលក់បញ្ចេញបន្ទាន់អ៊ីស៊ុយស៊ុយបងបញ្ចេញបន្ទាន់តែម្ដងអញ្ចឹងប្រភេទទូកកអញ្ចឹងសម្រាប់បងដែលមានតម្រូវការចាំបាច់ណាប្រភេទទូកកអាចតំណែងបានមួយតោនកន្លះណាមួយតោនកន្លះអញ្ចឹងតម្លៃធូរថ្លៃទេបងណាលក់បន្ទាន់នេះធូរថ្លៃទេអញ្ចឹងសម្រាប់បងដែលចង់បានជជែកចរចាមកណាជជែកចរចាមកអញ្ចឹងមួយគ្រឿងនេះគឺលក់បន្ទាន់នៅសាច់ឈាមវានៅ 90% ជាងបងប្អូនណាចំណែកឯកសារអីគឺយើងមានគ្រប់គ្រាន់សម្រាប់បងប្អូនយកទៅកាត់ឈ្មោះក៏បានបងចង់ទុកប្រើក៏បានណាមិនបាច់កាត់ឈ្មោះចង់លក់ទៅណាទៀតក៏បានដែរណាអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍ចង់បានអាចតំណែងបានជាមួយនឹង Grade 5 ក្រាស់អញ្ចឹងមានមួយគ្រឿងនេះណាមានមួយគ្រឿងនេះណាមកទឹកអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍ចង់បានថ្មីអាចតំណែងបានឡាន1តោនរហូតដល់5តោនណាគឺក្បាលសាក់ស៊ីយើងមាននៅក្នុងស្តុកស្រាប់តែម្ដងអញ្ចឹង1តោនរហូតដល់5តោនណា1តោនកន្លះរហូតដល់5តោនអញ្ចឹងមាននៅក្នុងស្តុកពាក់ព័ន្ធលើក្បាលសាក់ស៊ីថ្មីណាតែមកទឹកយើងមានតែមួយគ្រឿងទេអរគុណជួបគ្នាវីដេអូក្រោយ